ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញពីពូជថ្មីពូជ 224 ហើយវីដេអូនេះគឺសកម្មភាពក្រុមការងារក៏រៀបចំពូជដើម្បីដឹកយកទៅឲ្យភ្ញៀវនៅខាងកាចេះពូជនេះដែរគឺគាត់បានកក់ទុកត្រៀមសម្រាប់ដាំឆ្នាំភាសាឆ្នាំកន្លងទៅនេះបាទហើយពូជវាគឺប្រភេទធន់ស្តង់ដារតែម្ដងបងប្អូនហើយបើផ្លែវិញគឺផ្លែស្អាតពូជនេះពូជថ្មីបាទផ្លែសាច់វារលោងក្របវារលោងហើយសាច់វាពណ៌ក្រហមពូជនេះវាចាប់ផ្ដើមចេញផ្កានៅដើមខែ11ហើយយើងប្រមូលផលអស់នៅមុនចូលឆ្នាំមកដល់លក្ខណៈសម្បត្តិរបស់ពូជនេះគឺថាវាធន់ទៅនឹងអាកាសធាតុបងប្អូនវាធន់ទៅនឹងអាកាសធាតុប្រែប្រួលហើយការចេញត្រួយចេញអីគឺយើងមិនចាំបាច់ប្រើថ្នាំបញ្ជាជំរុញឲ្យវាទេគឺដល់តែរដូវរបស់វាដើមខែ11នេះគឺវាចាប់ផ្ដើមចេញផ្កាអូតូម៉ាទិកតែម្ដងបាទបើសិនជាបងប្អូនត្រូវការពូជ 224 បងប្អូនអាចតំណែងមកខាងសួនរបស់ខ្ញុំបានបាទសម្រាប់កក់ពីលើទៅហើយត្រៀមសម្រាប់ដាំឆ្នាំក្រោយបាទនេះគឺទីតាំងដែលយើងទម្លាក់ពូជឲ្យភ្ញៀវហើយឥឡូវយើងទម្លាក់រួចរាល់ហើយបាទអរគុណបងប្អូន